ជំរាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមកធ្វើ homework អំពីការ deploy key clock production អញ្ចឹងដើម្បី deploy បានយើងត្រូវការមាន file docker compose.yaml មួយដែលនៅក្នុង file ហ្នឹងយើងធ្វើការ deploy service ចំនួន2គឺ IDE PostgreSDB ហើយនិង IDE key clockហើយនៅក្នុង IDE PostgreSDB នេះយើងធ្វើការបង្កើតទៅលើ database ចំនួន2គឺkey clock DB ហើយនិង e-commerce DB ហើយយើងប្រើប្រាស់ network គឺ IDE-network.net ហើយនេះគឺជា structure នៅក្នុង file docker compose.yaml ហើយនេះគឺជា file .env ដែល Postgres user គឺ IDE user ហើយនិង password QWER ហើយនេះ file init script ហើយនៅក្នុង terminal ក៏បាន compose វាហើយដែរហើយយើងប្រើប្រាស់ទៅលើ network ឈ្មោះថា IDE.net ដែលបានបង្កើតរួចហើយអញ្ចឹងនៅក្នុង docker ក៏បាន host service វាហើយគឺ IDE DB ហើយនិង IDE key clock ហើយនេះគឺជា database ដែលបានបង្កើតគឺ e-commerce DB ហើយនិង key clock DB អញ្ចឹងយើងចូលមកមើល key clock ម្ដងដែល key clock យើង host វានៅលើ port Carre 9ដែលមាន username មុនហ្នឹងគឺ iStart ហើយនិង password គឺ QWER អញ្ចឹងធ្វើការ sign in អញ្ចឹងទូបានជោគជ័យអញ្ចឹងសូមអរគុណលោកគ្រូនិងមិត្តរួមថ្នាក់ដែលបានទស្សនា